គម្រោងចិញ្ចឹមកង្កែបក្នុងអាងធ្វើពីតង់និងអាងធ្វើពីស៊ីម៉ង់តការចិញ្ចឹមកង្កែបក្នុងអាងដូចជាអាងធ្វើពីស៊ីម៉ង់និងអាងធ្វើពីតង់ប្លាស្ទិកជារបៀបចិញ្ចឹមថ្មីមួយដែលងាយស្រួលក្នុងការថែទាំនិងគ្រប់គ្រងការចិញ្ចឹមកង្កែបក្នុងអាងមិនត្រូវការទីធ្លាធំនិងទឹកច្រើនទេដូច្នេះគឺសមស្របសម្រាប់អ្នកចង់ចិញ្ចឹមដែលមានដីតូចនិងគ្រាន់តែមានអណ្ដូងមួយឬស្រះទឹកតូចល្មមមួយប៉ុណ្ណោះការចិញ្ចឹមកង្កែបបែបនេះប្រើរយៈពេលខ្លីគឺពី2ខែកន្លះទៅ3ខែនិងអាចមានលទ្ធភាពទទួលបានប្រាក់ចំណេញច្រើនបើសិនអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសនិងឧស្សាហ៍ព្យាយាមគុណសម្បត្តិនៃការចិញ្ចឹមកង្កែបក្នុងអាងមានដូចជាប្រើកន្លែងតូចតែបានទិន្នផលខ្ពស់អាចចិញ្ចឹមបានពី3ទៅ4ដងក្នុងមួយឆ្នាំកំណើននៃតម្រូវការនៅលើទីផ្សារក៏ដូចជានៅតាមភោជនីយដ្ឋានព្រោះអ្នកបរិភោគឲ្យតម្លៃលើផលិតផលក្នុងស្រុកទាក់ទងនឹងរសជាតិនិងសុវត្ថិភាពការចិញ្ចឹមមានលក្ខណៈងាយស្រួលចំណាយដើមទុនតិចឆាប់ប្រមូលបានផលមិនពិបាកក្នុងការរកចំណីធម្មជាតិមានខ្យងកូនត្រីកន្ទក់ពោតនិងនៅពេលយប់មានសត្វល្អិតសមស្របសម្រាប់កសិករមានដីតូចនិងសមស្របសម្រាប់ស្ត្រីទៀតផងគោលបំណងនៅក្នុងការចិញ្ចឹមនេះគឺដើម្បីបំពេញតម្រូវការទីផ្សារបង្កើតមុខរបរបន្ថែមបង្កើនប្រាក់ចំណូលក្នុងគ្រួសារចូលរួមចំណែកសេដ្ឋកិច្ចជាតិកាត់បន្ថយភាពក្រីក្ររួមចំណែកលើកស្ទួយផលិតផលក្នុងស្រុកផ្ដល់ភាពគំរូនិងបំផុសដល់គ្រួសារកសិករដទៃទៀតបង្កើនការចិញ្ចឹមឲ្យកាន់តែច្រើនដើម្បីលើកកម្ពស់ជីវភាពគ្រួសារបេសកកម្មគឺដើម្បីចូលរួមផ្គត់ផ្គង់ប្រកបដោយគុណភាពនៅលើទីផ្សារពង្រីកការចិញ្ចឹមឲ្យបានច្រើនវត្តដែលអាចលក់និងទទួលបានប្រាក់ចំណូលជារៀងរាល់ខែការជ្រើសរើសទីតាំងសម្រាប់សាងសង់អាងត្រូវជ្រើសរើសទីតាំងនៅជិតលំនៅឋានមិនលិចទឹកនៅរដូវវស្សាកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់និងមានប្រភពទឹកនៅជិតការសាងសង់អាងមានពីរប្រភេទគឺអាងធ្វើពីស៊ីម៉ង់និងអាងធ្វើពីតង់បាតអាងយើងត្រូវក្រាលបាតអាងជាមួយតង់កៅស៊ូធ្វើឲ្យបាតអាងមានផ្ទៃរាបស្មើហើយរលោងដើម្បីកាត់បន្ថយភាពកកិតដែលអាចធ្វើឲ្យកង្កែបរលាកឬរលត់ស្បែកដែលជាហេតុងាយឆ្លងជំងឺនិងជំរាលទៅម្ខាងដើម្បីឲ្យទឹកហូរអស់ពីអាងនៅពេលលាងអាងដំបូលអាងចិញ្ចឹមកង្កែបគួរធ្វើអំពីស្បៃម្លប់ដែលអាចទប់មិនឲ្យក្តៅពេកនិងត្រជាក់ពេកកម្ពស់ដំបូលសមស្របគឺប្រហែល2ម៉ែត្រប្រព័ន្ធបញ្ចេញបញ្ចូលទឹកប្រើបំពង់ចូលបង្ហូរទឹកចេញដែលមានទំហំមុខកាត់ពី40ទៅ60មីលីម៉ែត្របំពង់បង្ហូរទឹកចេញត្រូវដាក់នៅកន្លែងដែលទាបជាងគេនៃបាតអាងដើម្បីអាចបង្ហូរទឹកអស់បំពង់បង្ហូរទឹកត្រូវដាក់ខ្ពស់ជាងមាត់អាងបន្តិចដើម្បីដាក់ត្រង់កន្លែងដែលមានបាតខ្ពស់ជាងគេបច្ចេកទេសចិញ្ចឹមក្នុងអាងស៊ីម៉ង់ឬតង់ទំហំអាងចន្លោះពី2ទៅ50ម៉ែត្រការ៉េកម្ពស់អាង 0.8 ម៉ែត្រទៅ1ម៉ែត្រកម្ពស់ទឹកក្នុងអាងពី2ទៅ5សង់ទីម៉ែត្រដង់ស៊ីតេដាក់ចិញ្ចឹមមានពី100ទៅ125ក្បាលក្នុងផ្ទៃបាតអាង1ម៉ែត្រការ៉េព័ទ្ធស្បែកជុំវិញអាងដើម្បីការពារកុំឲ្យកង្កែបលូតចេញបានត្រូវឧស្សាហ៍ពិនិត្យមើលចាប់កូនកង្កែបណាដែលធំទៅដាក់ក្នុងអាងផ្សេងដើម្បីកុំឲ្យស៊ីគ្នាដូរទឹករៀងរាល់មុនការឲ្យចំណីគឺនៅពេលព្រឹកនិងពេលល្ងាចចំពោះពេលវេលាដែលត្រូវដាក់ចិញ្ចឹមវិញនៅខែមេសារយៈពេលចិញ្ចឹមពីខែកន្លះទៅ3ខែកន្លះមានទីផ្សារល្អអាចលក់បានតម្លៃខ្ពស់ទី2ខែមិថុនាទីផ្សារល្អអាចលក់បានតម្លៃខ្ពស់ទី3ខែសីហាទីផ្សារល្អអាចលក់បានតម្លៃខ្ពស់ផងដែរចំណែកទី4នៅខែតុលាទីផ្សារមិនសូវល្អលក់បានតម្លៃថោកដូច្នេះមិនគួរចិញ្ចឹមក្នុងខែតុលាទេ
ព្រោះត្រូវប្រមូលផលនៅខែធ្នូឬខែមករាជាពេលដែលត្រីឬកង្កែបក្នុងធម្មជាតិនៅសម្បូរប្រភេទចំណីមានពីរប្រភេទគឺចំណីសើមនិងចំណីស្ងួតចំណីសើមគឺជាចំណីស្ងោរឲ្យឆ្អិនដោយផ្សំបញ្ចូលគ្នានូវសមាសធាតុច្រើនមុខដូចជាម្សៅត្រីឬត្រីល្អិតសណ្តែកសៀងកន្ទក់ពោតក្រហមនិងអំបិលក្នុងការចម្អិនត្រូវកូរឲ្យបានសព្វហើយមុននឹងឲ្យកង្កែបស៊ីត្រូវទុកឲ្យត្រជាក់និងពូតវាជាដុំចំណីស្ងួតគឺជាចំណីសម្រាប់ផលិតដោយរោងចក្រឧស្សាហកម្មឬសិប្បកម្មមានលក្ខណៈជាក្របឆ្អិនហើយស្ងួតការឲ្យចំណីអ្នកចិញ្ចឹមភាគច្រើនគឺឲ្យចំណីសម្រេចដែលជាចំណីក្របដោយសារពុំអាចរកចំណីស្រស់និងចំណីផ្សំបានណាមួយគឺអាចមានតម្លៃខ្ពស់ជាងចំណីសម្រេចតែបទពិសោធន៍អ្នកចិញ្ចឹមដែលបានសាកសួរការចិញ្ចឹមកង្កែបចំនួន 1000 ក្បាលគឺផ្ដល់ចំណីចំនួន 3% នៃទម្ងន់ខ្លួនសរុបកូនកង្កែបចំនួន 1000 ក្បាលដែលទិញពីកសិដ្ឋានមកដាក់ចិញ្ចឹមមានទម្ងន់ 2 ក្រាមក្នុងមួយក្បាលដូច្នេះ 1000 ក្បាលគុណនឹង2ក្រាមស្មើ2000ក្រាមការផ្ដល់ចំពោះការផ្ដល់ចំណីវិញគឺយើងផ្ដល់ទៅតាមអាយុរបស់កូនកង្កែបនៅសប្តាហ៍ទី1យើងត្រូវផ្ដល់ចំណីដែលមានទំហំ 3 មីលីម៉ែត្រដោយផ្ដល់ម្ដងចំនួន 0.660 គីឡូក្រាមនិងត្រូវផ្ដល់2ដងក្នុងមួយថ្ងៃនៅសប្តាហ៍ទី2យើងប្រើចំណីដែលមានក្រប 4 មីលីម៉ែត្រដោយផ្ដល់ម្ដង 1 គីឡូក្រាមចំនួន2ដងក្នុងមួយថ្ងៃនៅសប្តាហ៍ទី3ទៅទី4ត្រូវផ្ដល់ចំណីដែលមានទំហំក្រប 6 មីលីម៉ែត្រយើងត្រូវផ្ដល់ម្ដង 1 គីឡូក្រាមហើយក្នុងមួយថ្ងៃត្រូវផ្ដល់2ដងនិងកូនកង្កែបដែលមានអាយុចាប់ពី1ខែឡើងទៅយើងត្រូវផ្ដល់ចំណីដែលមានទំហំក្រប8 មីលីម៉ែត្រដោយផ្ដល់ម្ដង 1 គីឡូក្រាមចំនួន2ដងក្នុងមួយថ្ងៃគម្រោងដើមទុនសម្រាប់ការចិញ្ចឹមកង្កែបក្នុងអាងសម្រាប់ការចិញ្ចឹមកង្កែបចំនួន 1000 ក្បាលគឺត្រូវការអាងដែលមានទំហំ 2 ម៉ែត្រគុណ 4 ម៉ែត្រដងស៊ីតេ 1 ម៉ែត្រការ៉េស្មើនឹង 125 កូនកង្កែបនិងត្រូវមានអាងចំនួន 2 ដែលអាងមួយប្រើសម្រាប់ចាប់រំលែកកង្កែបណាដែលធំទៅដាក់ដើម្បីកុំឲ្យស៊ីគ្នាគម្រោងដើមទុនសម្រាប់ការចិញ្ចឹមកង្កែបក្នុងអាងធ្វើពីតង់សម្រាប់ការចិញ្ចឹមកង្កែបចំនួន 1000 ក្បាលយើងត្រូវការចំណាយលើការទិញពូជនិងចំណីសរុបអស់ចំនួន 1,70,000 រៀលចំណាយលើការសាងសង់អាងអស់ចំនួន 45,000 រៀលដូច្នេះចំណាយសរុបអស់ចំនួន 1,52,000 រៀលគម្រោងដើមទុនសម្រាប់ការចិញ្ចឹមក្នុងអាងធ្វើពីស៊ីម៉ង់ត៍សម្រាប់ការចិញ្ចឹមកង្កែបចំនួន 1000 ក្បាលយើងត្រូវចំណាយទៅលើការទិញពូជនិងចំណីអស់ចំនួន 1,70,000 រៀលចំណាយមិនប្រែប្រួលគឺយើងចំណាយអស់ 1,62,500 រៀលដូច្នេះចំណាយសរុបសម្រាប់ការចិញ្ចឹមកង្កែបក្នុងអាងស៊ីម៉ង់ត៍អស់ចំនួន 2,69,500 រៀលហើយចំពោះការចំណាយលម្អិតបងប្អូនអាចសិក្សានៅក្នុងតារាងនេះបានការវិភាគសេដ្ឋកិច្ចលើការចិញ្ចឹមកង្កែបក្នុងអាងដោយយើងសិក្សាទៅលើផ្ទៃអាងទំហំ 8 ម៉ែត្រការ៉េគឺ 2 ម៉ែត្រគុណ 4 ម៉ែត្រកូនពូជចិញ្ចឹមទិញពីកសិដ្ឋានអាយុ 45 ទៅ 50 ថ្ងៃទម្ងន់ប្រមាណ 2 ក្រាមក្នុងមួយក្បាលរយៈពេលចិញ្ចឹមពីខែកន្លះទៅ 3 ខែចំនួនកូនកង្កែបដាក់ចិញ្ចឹមចំនួន 1000 ក្បាលចំនួនកូនកង្កែបនៅសល់ចាប់លក់ 800 ក្បាលក្នុងទម្ងន់ 0.3 គីឡូក្រាមក្នុងមួយក្បាលស្មើនឹងទម្ងន់សរុបគឺ 240 គីឡូក្រាមហើយតម្លៃបោះដុំ 8,000 រៀលក្នុង 1 គីឡូក្រាមតម្លៃរូបរាយ 12,000 រៀលនៅក្នុង 1 គីឡូក្រាមការវិភាគសេដ្ឋកិច្ចលើការចិញ្ចឹមកង្កែបក្នុងអាងធ្វើពីតង់ចំណាយសរុបយើងចំណាយអស់ 1,17,600,000 រៀល
ចំណូលសរុបវិញយើងទទួលបាន1លាន920000រៀលដូច្នេះយើងទទួលបានប្រាក់ចំណេញ743,000រៀលនៅក្នុងការចិញ្ចឹមមួយវគ្គការវិភាគសេដ្ឋកិច្ចលើការចិញ្ចឹមកង្កែបក្នុងអាងធ្វើពីស៊ីម៉ង់ត៍ចំណាយសរុបអស់ចំនួន1,22,500,000រៀលចំណូលសរុបពីការលក់កង្កែបយើងទទួលបាន1,92,000រៀលដូច្នេះយើងទទួលបានប្រាក់ចំណេញសរុបចំនួន69,400,000រៀល